បរិះវ័យក្មេងរូបនេះបានបង្កឲ្យមានសម្លេងរោទិសុវត្ថិភាពក្នុងអំឡុងពេលត្រួតពិនិត្យភ្លាមនោះគាត់ត្រូវបានឡោមព័ទ្ធដោយមន្ត្រីប៉ូលីសស្លៀកពាក់ស៊ីវិលរាប់សិបនាក់នាយកការិយាល័យសន្តិសុខជាតិបានបង្ហាញលិខិតសម្គាល់ដោយសង្ស័យថាបរិះវ័យក្មេងរូបនេះដឹកទំនិញរថពន្ធដោយទាមទារឲ្យគាត់ទទួលយកការត្រួតពិនិត្យភ្លាមទោះជាយ៉ាងណាក៏ដោយនៅពេលដែលបរិះវ័យក្មេងរូបនេះដោះសម្លៀកបំពាក់ខាងលើរបស់គាត់ចេញហើយម៉ាស៊ីនស្កេនបានឆ្លងកាត់រាងកាយរបស់គាត់របួសដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន108នៅទូទាំងរាងកាយរបស់គាត់បានធ្វើឲ្យអ្នកដែលមានវត្តមានមានអារម្មណ៍គោរពយ៉ាងជ្រាលជ្រៅនេះមួយគឺជាសញ្ញានៃការរក្សាសន្តិភាពនៅលើសមរភូមិសមាជិកក្រុមមានការតក់ស្លុតនិងជឿជាក់ថាបុគ្គលនេះមិនមែនជាមនុស្សធម្មតាទេហើយបានស្នើសុំឲ្យចាប់ខ្លួនភ្លាមទោះជាយ៉ាងណាក៏ដោយស្ត្រីនោះបានផ្ដល់សញ្ញាឲ្យបើកវ៉ាលីរបស់គាត់មិនយូរប៉ុន្មានអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលចំពោះអ្វីដែលនៅខាងក្នុងវ៉ាលីនោះមិនមានទំនិញរថពន្ធទេប៉ុន្តែមានប្រអប់មេដាយគិតយកពេញមួយប្រអប់មានសូម្បីតែមេដាយអាណាព្យាបាលដែលអ្នកចម្បាំងជុំវិញពិភពលោកស្រមៃចង់ទទួលបានវាបានប្រែក្លាយថារាល់ស្លាកស្នាមនៅលើរាងកាយរបស់គាត់គឺជាភស្តុតាងនៃការការពារជាតិប្រកបដោយកិត្តិយសខណៈពេលដែលអ្នកគ្រប់គ្នានៅតែរង្គោះរង្គើបរិះវ័យក្មេងរូបនេះមានអារម្មណ៍យ៉ាងមុតស្រួចនៅដាននៃចេតនាសម្លាប់គាត់បានចង្អុលបង្ហាញឃាតករពាក់ម៉ាស់ម្នាក់នៅក្នុងហ្វូងមនុស្សភ្លាមដោយឃើញអត្តសញ្ញាណរបស់គាត់ត្រូវបានលាតត្រដាងឃាតករបានទាញដាវមួយចេញហើយចាក់ទៅលើបរិះវ័យក្មេងនោះប៉ុន្តែនៅពេលបន្ទាប់ទិដ្ឋភាពនៅចំពោះមុខពួកគេបានធ្វើឲ្យអ្នកគ្រប់គ្នាស្រឡាំងកាំងដាវបានបាក់ភ្លាមនៅពេលប៉ះដោយសារតែបែបនេះបរិះវ័យក្មេងរូបនេះមិនបង្ហាញក្តីមេត្តាទៀតទេដោយការវាយមួយដៃគាត់បានបញ្ជូនឃាតករឲ្យហោះទៅមានតែនៅពេលនេះទេដែលនាយកការិយាល័យចាប់អារម្មណ៍គាត់ទាំងស្រុងនាយកបច្ចុប្បន្នកំពុងត្រូវបានបង្ខំឲ្យរៀបការដោយគ្រួសាររបស់នាងដូច្នេះនាងបានសម្រេចចិត្តចូលទៅក្នុងសម្ព័ន្ធភាពអាពាហ៍ពិពាហ៍ជាបណ្ដោះអាសន្នជាមួយបរិះវ័យក្មេងរូបនេះបន្ទាប់ពីចុះឈ្មោះរៀបការរួចនាងបានទុកឈ្មោះរបស់នាងហើយងាកចេញនាងមិនបានដឹងទេថាការជួបគ្នាដ៏គួរឲ្យរំភើបនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះមិនយូរប៉ុន្មានបរិះវ័យក្មេងរូបនេះទទួលបានការចាត់តាំងថ្មីស្ត្រីដែលគាត់ត្រូវការពារគឺជាដៃគូអាពាហ៍ពិពាហ៍ដែលរៀបចំដោយម្ដាយរបស់គាត់មុនពេលនាងស្លាប់នាងក៏ជាកូនស្រីរបស់បុរសមានបំផុតឈ្មោះអេណាផងដែរដោយឃើញឃាតករជាច្រើនអ្នកកំពុងលាក់ខ្លួននៅជុំវិញបរិះវ័យក្មេងរូបនេះបានផ្ទុះឡើងជាមួយនឹងក្លិនដ៏គួរឲ្យភ័យខ្លាចយ៉ាងខ្លាំងគាត់មិនត្រឹមតែបំផិតបំភ័យឃាតករមិនឲ្យហ៊ានធ្វើសកម្មភាពដោយរោរាប៉ុណ្ណោះទេថែមទាំងបង្ខំអេណាដែលកំពុងលាក់ខ្លួននៅក្នុងស្រមោលឲ្យចេញមកក្រៅផងដែរនៅពេលដែលអ្នកទាំងពីរបានជួបគ្នាជាលើកដំបូងបរិះវ័យក្មេងរូបនេះមិនចូលចិត្តនាងភ្លាមដោយសារតែនាងមិនសមរម្យនេះបានធ្វើឲ្យអេណាខឹងយ៉ាងខ្លាំងរហូតដល់នាងស្ទើរតែវាយប្រហារនៅនឹងកន្លែងជាសំណាងល្អការប៉ុនប៉ងធ្វើឃាតដ៏ស្មុគស្មាញមួយត្រូវបានដោះស្រាយយ៉ាងរលូនដោយបរិះវ័យក្មេងរូបនេះឃាតករជាច្រើនអ្នកបានប្រញាប់ប្រញ័រឆ្ពោះទៅរកអេណាពេលដែលពួកគេផ្លាស់ទីពួកគេត្រូវបានទម្លាក់យ៉ាងងាយស្រួលដោយបរិះវ័យក្មេងដ៏រឹងមាំគួរឲ្យភ័យខ្លាចដោយគ្រាន់តែវាយពីរបីដងប៉ុណ្ណោះឃាតករអន្តរជាតិកម្ពុជាទាំង10បានបង្ហាញខ្លួនយ៉ាងគួរឲ្យរំភើបដោយចាប់ផ្ដើមទាត់ហោះឆ្ពោះទៅរកបរិះវ័យក្មេងរូបនេះនៅពេលបន្ទាប់វាត្រូវបានរារាំងយ៉ាងងាយស្រួលដោយការវាយយ៉ាងធ្ងន់មួយប៉ុន្តែគូប្រកួតនៅតែបដិសេធមិនទទួលយកការបរាជ័យគាត់បានប្រើបច្ចេកទេសហត្ថលេខាដ៏សាហាវរបស់គាត់គឺការទាត់ខ្សែសង្វាក់យ៉ាងលឿនម្ដងទៀតបរិះវ័យក្មេងរូបនេះមិនចង់ខ្ជះខ្ជាយថាមពលទេគាត់បានបោះជំហានទៅមុខហើយទាត់ឃាតករដោយផ្ទាល់ទៅក្នុងជញ្ជាំងដាំឡើយអេណាចង់អរគុណគាត់ប៉ុន្តែនាងមានការភ្ញាក់ផ្អើលនៅពេលដឹងថាអ្នកដែលដឹកនាំឃាតករគឺជាមិត្តល្អបំផុតដែលនាងទុកចិត្តបំផុតវាបានប្រែក្លាយថាឪពុកម្ដាយរបស់នាងត្រូវបានគ្រប់គ្រងដោយអង្គការឃាតករហើយនាងត្រូវបានបង្ខំឲ្យដំឡើងឧបករណ៍តាមដាននៅក្បែរអេណាបន្ទាប់ពីដឹងការពិតបរិះវ័យក្មេងរូបនេះបានសម្រេចចិត្តដោះលែងនាងនៅយប់នោះបរិះវ័យក្មេងរូបនេះបានស្នាក់នៅក្នុងវិឡាគ្រួសាររបស់អេណាដោយមិននឹកស្មានដល់ម្ដាយក្មេកនាពេលអនាគតចូលចិត្តគាត់យ៉ាងខ្លាំងនាងមិនត្រឹមតែអនុញ្ញាតឲ្យគាត់អង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវប៉ុណ្ណោះទេថែមទាំងលើកទឹកចិត្តគាត់ឲ្យដាក់វិន័យកូនស្រីរបស់នាងឲ្យបានត្រឹមត្រូវផងដែរសូម្បីតែនៅពេលដែលអេណាខឹងក៏ដោយក៏បរិះវ័យក្មេងរូបនេះបានចាក់តែទឹកដោះគោលើនាងបន្ទាប់មកម្ដាយក្មេកមិនបានបន្ទោសគាត់ទេផ្ទុយទៅវិញនាងបានអញ្ជើញបរិះវ័យក្មេងរូបនេះនិងកូនស្រីរបស់នាងយ៉ាងកក់ក្ដៅឲ្យសម្អាតជាមួយគ្នាការគ្រប់គ្រងដែលមិននឹកស្មានដល់នេះបានធ្វើឲ្យបរិះវ័យក្មេងរូបនេះមានការភ្ញាក់ផ្អើលបន្តិចទោះជាយ៉ាងណាក៏ដោយពេលវេលាដ៏សុខសាន្តត្រូវបានបំបែកយ៉ាងឆាប់រហ័សគម្រោងស្រាវជ្រាវជំងឺមហារីករបស់អេណាបានប៉ះពាល់ដល់ផលប្រយោជន៍របស់គ្រួសារគូប្រជែងអ្នកស្នងមរតកដ៏មានទ្រព្យសម្បត្តិម្នាក់បានព្យាយាមដណ្ដើមយកទាំងគម្រោងនិងមនុស្សតាមរយៈអាពាហ៍ពិពាហ៍គាត់បាននាំបរិះជាង100នាក់មកគំរាមកំហែងពួកគេនាយកប្រតិបត្តិក្រុមហ៊ុនក៏បានរត់ចោលជួរហើយបង្ខំអេណាឲ្យរៀបការជាមួយគាត់នៅពេលដែលអេណាត្រូវបានឯកោនិងអស់សង្ឃឹមបរិះវ័យក្មេងរូបនេះបានបោះជំហានទៅមុខក្នុងនាមជាអង្គរៈរបស់នាងគាត់បានបញ្ជាឲ្យអ្នកស្នងមរតកដែលខូចនិងបរិះរបស់គាត់ចាក់ចេញភ្លាមប៉ុន្តែគូប្រជែងបានចំអកឲ្យគាត់ថាគ្មានអ្វីក្រៅពីសន្តិសុខទេគាត់បានទាញដំបងមួយចេញភ្លាមដើម្បីបង្ហាញដោយមិននឹកស្មានដល់បរិះវ័យក្មេងរូបនេះមិនមានគ្រោះថ្នាក់អ្វីទាំងអស់ខណៈពេលដែលដំបងបានកង់ភ្លាមនេះបានធ្វើឲ្យគូប្រកួតភ្ញាក់ផ្អើលហួសពីការរំពឹងទុកលោហៈធាតុរឹងបែបនេះមិនអាចធ្វើឲ្យបរិះវ័យក្មេងរូបនេះមានគ្រោះថ្នាក់ទាល់តែសោះនៅពេលបន្ទាប់បរិះវ័យក្មេងរូបនេះបានទាត់មួយជើងដោយបញ្ជូនអ្នកស្នងមរតកដ៏ក្រអឺតក្រទុំឲ្យបុកជញ្ជាំងនៅក្នុងទីក្រុងទាំងមូលអ្នកស្នងមរតកមិនដែលរងការអាម៉ាស់បែបនេះទេដោយកំហឹងគាត់បានបង្ហាញសัญลักษณ์បៀរបស់គាត់វាបានប្រែក្លាយថាគាត់បានដាក់ពង្រាយអ្នកលបបាញ់នៅក្នុងអគារទល់មុខរួចហើយយុទ្ធសាស្ត្រនេះត្រូវបានរៀបចំដំបូងសម្រាប់ស្ត្រីប៉ុន្តែបរិះវ័យក្មេងរូបនេះបានជ្រើសរើសប្រឈមមុខនឹងវាដោយផ្ទាល់អ្នកស្នងមរតកដ៏ក្រអឺតក្រទុំបានចេញបញ្ជាអ្នកលបបាញ់ពីចម្ងាយបានចាប់ផ្ដើមការវាយប្រហាររបស់ពួកគេភ្លាមនៅពេលដ៏សំខាន់នេះបរិះវ័យក្មេងរូបនេះបានការពារអេណានៅក្បែរគាត់ដោយប្រាប់នាងឲ្យរក្សាភាពស្ងប់ស្ងាត់
គាត់នឹងប្រើសាច់និងឈាមរបស់គាត់ដើម្បីទប់ស្កាត់ការវាយប្រហារទាំងអស់ដោយមើលទស្សនវិជ្ជាដ៏ស្និទ្ធស្នាលរវាងអ្នកទាំងពីរអ្នកស្នងមរតកមានការខឹងសម្បារយ៉ាងខ្លាំងប៉ុន្តែបុរសវ័យក្មេងរូបនេះបានទំពាស្កកៅស៊ូយ៉ាងស្ងប់ស្ងាត់នៅចំពោះមុខគាត់ពីព្រោះគាត់មានទំនុកចិត្តទាំងស្រុងថាគាត់នឹងរស់រានមានជីវិតដោយមិនមានគ្រោះថ្នាក់